បញ្ហាផុសអ្នកសម្រកគីឡូភាគច្រើនគឺគាត់ស្រកគីឡូហើយគឺគាត់ងាយក្នុងការឡើងគីឡូត្រឡប់មកវិញបើអ្នកខ្លះទៀតពេលឡើងមកវិញគឺឡើងលើសដើមតែម្ដងនៅក្នុងបញ្ហានេះខ្ញុំមានរឿង3ចែកម្លែកជាមួយបងប្អូនអរគ្នាដើម្បីឲ្យការស្រកគីឡូស្រកឲ្យកំឡើងមកវិញរឿងទី1ដែលយើងត្រូវពិនិត្យមើលគឺការស្រកគីឡូរបស់យើងនឹងយ៉ាងម៉េចដែរព្រោះអ្នកខ្លះគាត់មើលតែភ្នែកអញ្ជិញទេការស្រកគីឡូដែលល្អហើយដែលធ្វើឲ្យរូបរាងរបស់យើងស្អាតយូរអង្វែងគឺការស្រកខ្លាញ់មិនមែនគ្រាន់តែភ្នែកអញ្ជិញទេរាងកាយរបស់យើងតើកាលណាយើងស្រកខ្លាញ់អាក្រក់មកទួលខ្លួនទៅគឺយើងបានទាំងសុខភាពល្អហើយរូបរាងរបស់យើងស្អាតយូរអង្វែងមើលទៅសមសួនរឿងទី2ស្រកគីឡូស្អាតហើយប្រហែលជាញ៉ាំអត់តមការញ៉ាំអត់តមនេះអត់មានអីទប់ជាប់ទេព្រោះយើងលើសគីឡូដោយសារការញ៉ាំអញ្ចឹងបើយើងញ៉ាំអត់តមវាគង់ឡើងគីឡូវិញឯងរឿងទី3ប្រហែលជាយើងទឹមតែចាប់ផ្ដើមស្រកអត់ទាន់ដល់ស្តង់ដាររបស់យើងអញ្ចឹងកាលណាយើងស្រកអត់ទាន់ដល់ស្តង់ដាររបស់យើងក៏ងាយក្នុងការឡើងគីឡូត្រឡប់មកវិញដែរចុះបងប្អូនកំពុងតែស្ថិតនៅក្នុងចំណុចទីប្រមាណដែរបងប្អូនអរគ្នាតេតងនឹងការសម្រកគីឡូដែលល្អគឺយើងត្រូវពិនិត្យមើលរឿងជាច្រើននៅក្នុងការស្រកគីឡូរបស់យើងហ្នឹងទី1យើងមើលការស្លៀកពាក់របស់យើងនៅពេលដែលយើងស្រកគីឡូហើយការស្លៀកពាក់របស់យើងមើលទៅឃើញសមអត់ហើយមើលសាច់ឈាមពណ៌សម្បុររបស់យើងមិនដែរភ្លឺថ្លាអត់អញ្ចឹងពីព្រោះតេតងនឹងសាច់ឈាមពណ៌សម្បុររបស់យើងនេះអានឹងគឺសំខាន់ណាស់បង្ហាញពីសុខភាពរបស់យើងពីព្រោះអ្នកខ្លះគាត់ស្រកគីឡូមើលទៅស្លេកស្លាំងអញ្ចឹងរឿងទី2យើងសម្គាល់មើលសុខភាពរបស់យើងអញ្ចឹងយើងអាចប្រៀបធៀបបានហើយកាលយើងលើសគីឡូមានបញ្ហាសុខភាពមិនខ្លះហើយមានរឿងអីកើតឡើងខ្លះក្នុងខ្លួនយើងហើយយើងមានអារម្មណ៍មិនដែរអញ្ចឹងនៅពេលដែលយើងស្រកគីឡូទៅហ្នឹងបើប្រៀបធៀបទៅនឹងកាលយើងលើសគីឡូយើងមិនដែរស្រួលខ្លួនអត់សុខភាពរបស់យើងហាក់បីដូចជាល្អជាងមុនអត់មានកម្លាំងអត់អញ្ចឹងបើរូបរាងរបស់យើងពេញចិត្តហើយសុខភាពរបស់យើងក៏យើងមានអារម្មណ៍ថាល្អប្រសើរជាងមុនហើយបងប្អូនអរគ្នាហ្នឹងហើយគេហៅថាការស្រកគីឡូដែលល្អមួយយ៉ាងទៀតបើសិនជាបងប្អូនអរគ្នាជ្រើសរើសវិធីសាស្ត្រដែលល្អហើយត្រឹមត្រូវការស្រកគីឡូរបស់បងប្អូនអរគ្នាមិនបាច់ទាន់ស្រកគីឡូអស់ដែលបានថាស្រួលខ្លួនទេព្រោះណាបងប្អូនអរគ្នាចាប់ផ្ដើមស្រកគីឡូបដាហ្នឹងគឺចាប់ផ្ដើមស្រួលខ្លួនបាត់ហើយរឿងខ្លះដែលបងប្អូនអរគ្នាគួរធ្វើក្រោយពេលស្រកគីឡូហើយដើម្បីកុំឲ្យឡើងមកវិញគឺទី1បងប្អូនអរគ្នាកុំត្រឡប់ទៅញ៉ាំអាហារដែលធ្វើឲ្យបងប្អូនអរគ្នាលើសគីឡូមានបញ្ហាសុខភាពហ្នឹងបើសិនជាបងប្អូនអរគ្នាឃ្លានយូរញ៉ាំម្ដងទៅអត់បញ្ហាទេគេហៅថា cheat day ខ្ញុំក៏មាន cheat day របស់ខ្ញុំដែរប៉ុន្តែបើ cheat day ញឹកញាប់ពេកអាហ្នឹងក៏ពិបាកទប់ដែរ cheat day មួយអាទិត្យម្ដងទៅគឺគ្រប់គ្រាន់ហើយទី2ក្រោយពេលដែលបងប្អូនអរគ្នាស្រកគីឡូស្អាតហើយបងប្អូនអរគ្នាត្រូវតែអនុវត្តមេរៀនថែទាំសុខភាពដោយដែលបងប្អូនអរគ្នាបានអនុវត្តកាលបងប្អូនអរគ្នាសម្រកគីឡូចឹងដែរញ៉ាំទឹកបានគ្រប់គ្រាន់គេងបានគ្រប់គ្រាន់ញ៉ាំអាហារដែលរាងកាយយើងត្រូវការនិងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ទី3បងប្អូនអរគ្នាត្រូវមានអញ្ជើញទុកនៅផ្ទះមួយសប្តាហ៍ម្ដងបងប្អូនអរគ្នាឡើងអញ្ជើញមើលបើសិនជាគីឡូរៀងឡើងជាងគីឡូដែលបងប្អូនអរគ្នាស្រឡាញ់ហើយបងប្អូនអរគ្នាត្រូវសម្រកគីឡូចុះឲ្យដល់គីឡូដែលបងប្អូនអរគ្នាស្រឡាញ់មកវិញនៅត្រង់ចំណុចនេះសំខាន់ណាស់បងប្អូនអរគ្នាលើសគីឡូតិចកុំបដែតបដោយកុំចាំសិនតែកាលណាចាំសិនបងប្អូនអរគ្នាលើសគីឡូច្រើនដូចកាលមុនអញ្ចឹងពីព្រោះបញ្ហាផងអ្នកដែលឡើងគីឡូហ្នឹងគឺភាគច្រើនគាត់ថាមិនអីទេចាំសិនអញ្ចឹងដល់ពេលតិចម្ដងលើសគីឡូច្រើនតែម្ដងអញ្ចឹងការពិនិត្យគីឡូនេះគឺដើម្បីគ្រប់គ្រងគីឡូរបស់យើងកុំឲ្យលើសហ្នឹងហើយកាលណាយើងគ្រប់គ្រងគីឡូយើងបានស្មើនឹងយើងគ្រប់គ្រងសុខភាពរបស់យើងបានល្អអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចែករំលែកជាមួយបងប្អូនអរគ្នាខ្លីប៉ុណ្ណឹងបងប្អូនអរគ្នាព្យាយាមថែទាំសុខភាពហើយនឹងរូបរាងរបស់បងប្អូនអរគ្នាបានល្អជួបគ្នានៅក្នុងវីដេអូក្រោយទៀតបងប្អូនអរគុណច្រើន